តាមសិភៅដែលខ្ញុំបានអានគេសរសេរថាប្រាសាទនេះខ្មែរបុរាណបានស្ថាបនាបូជាថ្វាយព្រះឥសូរស៊ីវ៉ាទេពុំមែនសម្រាប់ស្ត្រីណាមួយឡើយប្រាសាទនេះល្អច្រឡឹងអស្ចារ្យឈ្មោះបន្ទាយស្រីសែនសំអ្នកប្រាជ្ញខ្លះគេថាប្រាសាទតូចនេះឈ្មោះបន្ទាយសេរីគឺសេរីភាពពុំមែនស្រីទេតែខ្ញុំយល់ឃើញថាឈ្មោះស្រីសមជាងចម្លាក់លើថ្មស៊ីចម្ពូហាក់ដូចជាប៊ីស៊ូសម្រាប់ស្រីចម្លាក់នេះទៀតក៏មានក្បាច់ក្បូររស់រវើកហើយមានសភាពច្បាស់លាស់ជាងនៅប្រាសាទដទៃស្ថាបនិកប្រហែលជាមានអាស្ពីរ៉ាស្យុងដោយស្ត្រីអង្គណាមួយរូបឆាតឆាយដោយលោកជំទាវពិតមែនហើយតែព្រះឥសូរលោកមានមហេសីមួយល្អដែលលោកអោបខ្វិតនៅពេលដែលរៀបច្រណែនខិតខំរំលើងភ្នំកៃឡាសា